បាទសួស្តីបងប្អូនដែលទិញម្ដុំប្រភេទនេះបងប្អូនបាទបងប្អូនមួយចំនួនគាត់សួរថាតើអាហ្នឹងយកទៅធ្វើត្រូវធ្វើមិនខ្លះអញ្ចឹងណាហើយសម្រាប់ម្ដុំនេះអត់អញ៉ៃអត់សាំញ៉ាំច្រើនទេបងប្អូនដោយសារវាជាម្ដុំដែលយើងបាទគ្រាន់តែដាក់ស៊ីមចូលដំណើរការតែម្ដងអានេះយើងដាក់ស៊ីមចូលបងប្អូនឃើញពេលដែលដាក់ស៊ីមចូលអាប៊ូតុងនេះលោតពណ៌ខៀវកន្លែងនេះសេវាបាទកន្លែងនេះគឺអ៊ីនធឺណិត Wi-Fi កំពុងតែលោតនេះបាទហើយកន្លែង signal ក៏ត្រូវ load ដែរកន្លែងនេះនិយាយទៅវាមកជួរហ្នឹងគឺ load ទាំងអស់បាទ load 1 2 3 4បាទ4ភ្លើងហ្នឹងគឺភ្លើងទាំងអស់ហើយសម្រាប់ពេលដែលយើងដំណើរការយើងគ្រាន់តែបងប្អូននេះបងប្អូនចុចកន្លែងប៊ូតុង power មកនេះប៊ូតុងនេះប៊ូតុង power ចុចវាមកវាដំណើរការដោយសារពួកអាហ្នឹងមានថ្មនៅក្នុងហ្នឹងស្រាប់ហើយបើបងប្អូនប្រើនៅផ្ទះគឺបងប្អូនត្រូវដោតលុយ power របស់វាមានដូចទៅជាមួយ adapter មួយទៅជាមួយបងប្អូនដោតទៅហើយ SIM បងប្អូនឃើញនេះកន្លែងដាក់ SIM កន្លែងនេះអញ្ចឹងខ្ញុំបញ្ជាក់ជូនបងប្អូនថាគ្រាន់តែបងប្អូនយកទៅដាក់ស៊ីមឲ្យត្រូវមកបាទដាក់ទឹកឲ្យត្រូវបើកមកគឺវាដំណើរការហើយបងប្អូនសួរថាតើ password ហើយនឹងឈ្មោះវាឈ្មោះអីបងប្អូននៅខាងក្រោមនេះខ្ញុំបញ្ជាក់នេះនៅខាងក្រោមគឺជា password ហើយនឹងឈ្មោះរបស់វានេះ Wi-Fi name នេះឈ្មោះវានេះ CPE 0714វាអាចឈ្មោះខុសគ្នាខុសលេខខាងក្រោយនេះខាងមុខនេះឈ្មោះដូចគ្នាទេព្រោះម្ដុំផ្សេងៗគ្នាឈ្មោះវាលេខកូដវាអាចខុសគ្នាតិចតួចប៉ុន្តែបើ password វិញគឺ1រហូតដល់0 1 2 3 4 5 6 7 8 9 0អញ្ចឹងបងប្អូនអត់ចាំបាច់អីពិបាកទៅ set up អីញ៉ៃទេគឺយកទៅដាក់តា SIM ចូលបើកមកដំណើរការ connect តាមរយៈឈ្មោះហ្នឹងមកហើយ Wi-Fi password ហ្នឹងមកគឺដំណើរការអញ្ចឹងបងប្អូនតែជាសួរថាតើប្រើរបៀបម៉េចគឺងាយបងប្អូនគឺធ្វើតាមហ្នឹងមកបងប្អូនដាក់ SIM ចូលបើកឲ្យដំណើរការមានភ្លើងមានអីចេញពណ៌បៃតងអញ្ចឹងមកគឺវាដំណើរការហើយសំខាន់នៅកន្លែងដែលបងប្អូនប្រើហ្នឹងមានអ៊ីនធឺណិតលឿនអត់មិនមែនមកដឹមនឹងយកទៅត្រូវទៅដើរអ៊ីនធឺណិតទេបងប្អូនវាតម្រូវឲ្យកន្លែងហ្នឹងសេវាណាខ្លាំងឧទាហរណ៍ថា97 Smart 12មួយណាខ្លាំងបងដាក់មួយហ្នឹងទៅហើយពាក់ព័ន្ធមួយអ៊ីនធឺណិតក៏អញ្ចឹងដែរបងប្អូនកុំយល់ច្រឡំណាបងប្អូនទិញកញ្ចប់ប៉ុណ្ណាបងប្អូនប្រើអស់គឺវាអស់ហើយមិនមែនមកដឹមនឹងយកទៅប្រើអ៊ីនធឺណិត free ណាបងប្អូនខ្ញុំបញ្ជាក់គឺត្រូវការដាក់លុយក្នុង SIM បញ្ចូលទិញទិន្នន័យអ៊ីនធឺណិតប្រើជាកញ្ចប់នៅពេលដែលវាអស់គឺបងប្អូនត្រូវទិញទៀតមិនមែនមកដឹមនឹងដាក់តែ SIM ចូលឲ្យដំណើរការឯងបងប្អូនកុំច្រឡំលើហ្នឹងអត់មានរបស់ណាប្រើ free ទេអញ្ចឹងបងប្អូនត្រូវដាក់លុយដាក់ SIM ដាក់លុយបញ្ចូលទិញគម្រោងហើយប្រើប្រាស់នៅពេលដែលប្រើអស់បងប្អូនត្រូវទិញទៀតអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតគឺ password នៅខាងក្រោយបងប្អូន password ហើយនឹងឈ្មោះរបស់វានៅខាងក្រោយ Wi-Fi name បាទបងប្អូនឃើញទេហើយ password របស់វាគឺ1 2 3 4 5 6 7 8 9 0អញ្ចឹងងាយបងប្អូនបាទអញ្ចឹងដាក់ SIM ចូលដំណើរការតែម្ដងបើកហើយដំណើរការសាកថ្មចោលទៅដាច់ភ្លើងក៏បានអត់បញ្ហាមានថ្មក្នុងសកួរអញ្ចឹងអត់ចាំបាច់ខ្វាយខ្វល់រឿងដាច់ភ្លើងទេបងប្អូនបាទអរគុណ